ថ្ងៃនេះមកធ្វើនំប៉័ងបងប្អូនហើយក៏មកធ្វើថ្លើមគោលាបក្នុងនំប៉័ងឲ្យបងប្អូនមើលដែរគឺថាបែកបងប្អូនយូរហើយថ្ងៃនេះមកចេញប្លុកមួយនាងខ្ញុំមិនបានធ្វើវីដេអូមួយរយៈនេះបងប្អូនអើយជាប់កូនមែនតើហើយដោយសារធ្វើវីដេអូម្ហូបវាវែងហើយកាត់តក៏យូរដែរអញ្ចឹងទៅធ្វើអត់កើតទេបងប្អូនបើថាថតអីគឺកូនតោងនៅកាមេរ៉ានឹងតែម្ដងនំប៉័ងថ្ងៃនេះហ្នឹងគឺធ្វើហ្នឹងមានដាក់ត្រីខដែរបងប្អូនហើយត្រីខនៅកូរ៉េគឺរាងសាបបងប្អូនចឹងទៅខ្ញុំថែមជាមួយនឹងនេះប៉េងប៉ោះបងប្អូនដើម្បីឆាចឹងទៅឲ្យវាមានជាតិ juicy វាស្អិតល្អហើយបន្ទាប់មកនាងខ្ញុំធ្វើថ្លើមគោដែរបងប្អូនថ្លើមគោហ្នឹងពេលយើងញ៉ាំនំប៉័ងសាច់យើងតែងឃើញមានគេផាត់ពីក្រៅមកបងប្អូននិយាយទៅអាហ្នឹងគឺគេធ្វើចេញពីថ្លើមគោប៉ុន្តែខ្ញុំធ្វើនេះបងប្អូនមកញ៉ាំបានប៉ុន្តែអត់រៀងបាត់ក្លិនទេអញ្ចឹងបងប្អូនមានវិធីអីប្រាប់ខ្ញុំផងហើយជាដំបូងហ្នឹងគឺខ្ញុំដាក់ឈីសបងប្អូនបើវាហ្នឹងយកទៅកូរហើយយើងយកហ្នឹងធ្វើជាខ្លាញ់មកបន្ទាប់មកខ្ញុំដាក់ឆានិយាយទៅដូចឆាសាច់ធម្មតាចឹងបងប្អូនដាក់ថ្លើមគោនឹងចូលមកហើយបន្ទាប់មកយើងដាក់ម្រេចបន្តិចដាក់ស្ករដាក់រ៉ូឌីឬក៏ដាក់ទឹកត្រីបន្តិចមកបងប្អូនយើងឆារបៀបហ្នឹងឲ្យវាមានរសជាតិឡែមឆាវាតឆ្អិនតែម្ដងបងប្អូននិយាយទៅធ្វើដូចម្ហូបចឹងដាក់ទឹកដាក់អីរំងាស់វាឆ្អិនហើយចាំយើងយកវាទៅកិនឲ្យម៉ត់ហើយក្នុងនឹងដែរយើងមានថែមម្រេចបន្តិចដែរបងប្អូនប៉ុន្តែដល់ពេលខ្ញុំធ្វើទៅបងប្អូនគឺវារៀងមានក្លិនតែបើស្វាមីខ្ញុំគាត់ញ៉ាំទៅគាត់ថាមានក្លិនអីទេប៉ុន្តែសម្រាប់នាងខ្ញុំគិតថានៅក្លិនតិចតិចចឹងណាហើយតើបងប្អូនណាធ្វើរបៀបហ្នឹងឬក៏ធ្វើរបៀបណាដែរសម្រាប់ថ្លើមគោដាក់ក្នុងនំប៉័ងហ្នឹងហើយសម្រាប់ជ្រក់នំប៉័ងបងប្អូនបើសិនជាយើងធ្វើអត់មានទៅសក់ទេនាងខ្ញុំមានអារម្មណ៍ថាអត់ឆ្ងាញ់ទេបងប្អូនធ្វើល្ហុងសុទ្ធណាសម្រាប់ថ្ងៃនេះខ្ញុំធ្វើល្ហុងសុទ្ធដោយសារអត់មានតសក់បងប្អូនតសក់នៅកូរ៉េឥឡូវហ្នឹងកំពុងតែពេញថ្លៃបងប្អូន3ផ្លែវា$5អីហើយនិយាយទៅថ្លៃជាងទៅខ្ញុំអត់ដាក់ប៉ុន្តែមានអារម្មណ៍ថាវាអត់មានរសជាតិឆ្ងាញ់ដូចដាក់ល្ហុងទៅទេដាក់ល្ហុងលាយតសក់បងប្អូនហើយតសក់នៅបន្តិចដែរប៉ុន្តែខ្ញុំអត់ដាក់អីអញ្ចឹងទុកដាក់ក្នុងនំប៉័ងវិញនិយាយទៅគ្រឿងនេះមកឆ្ងាញ់បងប្អូននិយាយទៅឆ្ងាញ់មែនទែនពេលញ៉ាំទៅនឹកឃើញស្រុកកំណើតយើងណាគឺថាពួកខ្ញុំនៅកូរ៉េគឺអញ្ចឹងបងប្អូនបើថាឃ្លានអីគឺយើងធ្វើខ្លួនឯងតែម្ដងរៀងចោះលុយដែរបងប្អូនប៉ុន្តែយ៉ាងណាក៏រៀងចំណេញជាងយើងទិញគេបងប្អូនព្រោះយើងទិញគេជាធម្មតាបើអញ្ចេះអីមួយចូល$10អីបងប្អូនហើយជាធម្មតាបើ$10នៅនេះក៏មិនបានសាច់ច្រើនដូចយើងធ្វើខ្លួនឯងដែរតិចទៀតដល់ចូលខែប្រាំងបើសិនជាខែប្រាំងអីទៅយើងគ្រាន់បានបន្លែស្រុកយើងអីចឹងរៀងធូរថ្លៃអីចឹងណាបងប្អូនតែបន្លែទេបើថាសាច់អីហ្នឹងរៀងថ្លៃដែរថ្លៃដូចថាត្រីនាំមកពីស្រុកយើងអីចឹងទៅប៉ុន្តែបើថាបន្លែដូចតកួនដូចអីហ្នឹងដឹងតែចុះថ្លៃហើយបើថាសាច់គោសាច់អីវិញបងប្អូននៅនេះគឺធូរថ្លៃសាច់គោដែលធូរថ្លៃហ្នឹងគឺគ្រឿងក្នុងបងប្អូនគេអត់ញ៉ាំមកបងប្អូនគេបោះចោលវាដូចគេបោះចោលហើយយើងញ៉ាំចឹងទៅគេយកមកលក់ឲ្យពួកយើងចឹងណាបងប្អូនឥឡូវនិយាយបែកអូហូស្ទឹងឲ្យបងប្អូនមកនំប៉័ងតំណងអូយតំណងនេះបើថាបងប្អូននៅស្រុកក្រៅបានមើលឃើញអីមើលពេលយប់អីគឺថាឃ្លានទៅធ្វើញ៉ាំតែម្ដងហើយបងប្អូនធ្វើបែបនេះខ្ញុំគិតថាចាញ់ដាក់ជាមួយនឹងផាក់ឡូវឯងបងប្អូនដាក់ជាមួយនឹងផាក់ឡូវហើយប៉ាតេមានរសជាតិឆ្ងាញ់ជាងធ្វើបែបនេះក៏ឆ្ងាញ់មួយយ៉ាងដែរបងប្អូនប៉ុន្តែបើឲ្យជ្រើសរើសយកមួយគឺថាជាមួយនឹងផាក់ឡូវមានរសជាតិឆ្ងាញ់ជាងបងប្អូនដោយសារមានសាច់មានអីចឹងទៅហើយមួយមុខនេះឆ្ងាញ់ប្លែកដែរបងប្អូនសម្រាប់យើងនៅក្រៅប្រទេសយើងអត់រកកន្លែងទិញបានបងប្អូនប៉ុណ្ណឹងគឺគួរសមអាចទទួលយកបានហើយអរគុណមកបងប្អូនអ្នកនរគ្នាផ្ញើក្តីនឹករលឹកដែរហើយអរគុណដែលតែងតែ comment សួរលេងនៅក្នុង channel របស់នាងខ្ញុំហើយជួបគ្នានៅពេលណាដែរនាងខ្ញុំលេងមើលកូនបងប្អូនអើយ